គ្រប់យ៉ាងកន្លងផុតទៅហើយភាពខុសខើទាំងឡាយដែលរត់ចូលមកក្នុងជីវិតរបស់នាងនិងនាងតូចអេវ៉ាគ្រប់យ៉ាងដែលធ្វើជើងរបស់នាងទុននិងសឹងតែដួលទាំងឈរ Michael ចាក់ចេញទៅយ៉ាងតន់ហន់ណាស់ដោយសារឧបទ្ទហេតុខណៈដែលបងស្រីរបស់នាងមិនត្រឡប់មកមើលសូម្បីតែពិធីបុណ្យសពក៏មិនមកដែរនាងមិនចង់ជឿថាអាលីនកាចិត្តខ្មៅដល់ថ្នាក់នេះបន្ទាប់ពីដាក់ផ្កាកុលាបពណ៌សនៅមុខភ្នែករបស់ Michael ហើយអាប៊ីណាដែលពរអេវ៉ាសម្លឹងមើលស្លាកថ្មជាលើកចុងក្រោយនោះដោយទឹកភ្នែកដាបថ្ពាល់ម៉ៃខ្ញុំសន្យាណាសន្យាថានឹងមើលថែអេវ៉ាជំនួសបងតែឲ្យបានសុខចុះនាងលើកដៃម្ខាងជូតទឹកភ្នែកបណ្ដោយឲ្យភាពអណ្ដើតអណ្ដោរត់ចេញពីបំពង់កជាលើកចុងក្រោយបន្ទាប់មកក៏សម្រេចចិត្តបែរខ្លួនដើរចេញទៅតែក៏ទុចដំណើរឈរឆ្កឹងមួយកន្លែងពេលចម្ពុះនឹងខ្សែភ្នែកពណ៌បៃតងរបស់ Riker Ismailov Markides ហេតុអីបានជារាងកាយរបស់នាងញ័រទៅទ្រើគ្រប់ពេលដែលប្រសពភ្នែកនិងបរោះសង្ហាភ្ញួយអារម្មណ៍ម្នាក់នេះគេមានអំណាចអាចកំបាំងអ្វីដែលធ្វើឲ្យនាងញាប់ញ័រនិងខ្លោបខ្លាចតែដែលសំខាន់ជាងនោះគឺគេធ្វើឲ្យខ្លួនប្រាណរបស់នាងក្តៅដូចជាភ្លើងដោយមិនគួរឲ្យជឿសោះនាងមិនដឹងទេថាអារម្មណ៍ក្តៅកគុកបែបនេះគឺអ្វីទៅដឹងត្រឹមតែថាវាតែងតែកើតឡើងពេលដែលប្រឈមមុខនឹងបរិសសង្ហាម្នាក់នេះលោក Riker ខ្ញុំមិនគិតថានឹងមកជួបនាងនៅទីនេះនោះទេសំឡេងរបស់គេរឹងកំព្រឹសនិងសោះកក្រោះធ្វើឲ្យនាងអត់ភ័យខ្លាចមិនបានសោះតែភាពអមិតតាមរយៈខ្សែភ្នែកនិងសំឡេងរបស់គេធ្វើឲ្យនាងជ្រើសរើសពើងទ្រូងនិងតបតដោយភាពសោះកក្រោះដូចគ្នាដែរមិនក៏ខ្ញុំមកទីនេះមិនបាននោះបើនាងនិយាយមិនតន់ចាប់ផងក៏ត្រូវគេនិយាយកាត់មកជាស្រីផ្សេងខ្ញុំមិនខ្វល់ខ្វាយនោះទេតែសម្រាប់ស្រីគេប្រើខ្សែភ្នែកមុតស្រួយមើលនាងតាំងពីក្បាលដល់ចុងជើងហើយក៏ពេបមាត់ចំអកលោភលុតសាវ៉ាដូចជានាងនេះខ្ញុំមិនចង់ជឿនេះលោកទូគេសង្ហាភ្ញួយអារម្មណ៍យ៉ាងណាតែមាត់របស់គេដាច់ពេកហើយនាងទ្រាំឈរស្ដាប់ដោយគ្មានអារម្មណ៍អ្វីមិនបាននោះទេប្រុសមាត់ដាច់ខីរ៉ែលសោយចំអកនឹងមិនបានបង្ហាញរឹកពីញាប់ញ័រអ្វីឲ្យឃើញកៅភ្នែកពណ៌បៃតងរបស់គេមើលមកដោយការជន់ឈ្លីនិងសោកខ្ពើមក៏ល្អជាងស្រីពេស្យាដូចជានាងនោះអីនាងក្រមុំខាងបបោមាត់ចង់ស្រែកខ្លាំងហើយស្ទុះទៅខ្វាច់មុខសង្ហាឲ្យចេញឈាមតែតោះត្រង់មានអេវ៉ានៅក្នុងដៃមនុស្សឈួតមនុស្សសម្ដែងអាក្រក់គេនៅតែញញើមមើលនាងដោយការប្រមាថខ្សែភ្នែករបស់គេធ្វើនាងស្ពឹកខ្លួនព្រោះគេក៏មិនចាំបាច់និយាយអ្វីនោះទេនាងក៏ដឹងគ្រប់យ៉ាងច្បាស់តាមរយៈខ្សែភ្នែកមុតស្រួចនោះថាគេស្អប់ខ្ពើមនាងយ៉ាងណានោះការឈឺចាប់ហែកហួរដើមទ្រូងតែត្រូវទប់វាឲ្យចោះនាងត្រូវតែមិនញាប់ញ័រនឹងបរិសម្នាក់នេះគេគ្រាន់តែជាអតីតច្បាយរបស់បងថ្លៃរបស់នាងប៉ុណ្ណោះហើយពេលនេះ Michael ក៏ចាក់ចេញទៅហើយគេក៏មិនមែនជាមនុស្សដែលនាងត្រូវជួបទៀតនៅក្នុងជីវិតប្រចាំថ្ងៃនេះវិថីជីវិតរបស់គេនិងនាងខុសគ្នាដូចមេឃនិងដីនាងរកព្រឹកស៊ីល្ងាចទៅតាមចិញ្ចើមផ្លូវខណៈដែលគេនេះជាមហាសេដ្ឋីដេកលើគំនរមាសប្រាក់ថ្ងៃនេះគ្រាន់តែជាការចៃដន្យតែប៉ុណ្ណោះចៃដន្យបានប្រឈមមុខគ្នាតែចាប់ពីពេលនេះទៅគ្មានរឿងបែបនេះកើតឡើងទៀតនោះទេនាងប្រាប់ខ្លួនឯងហើយក៏អត់មានអារម្មណ៍សោកសៅនៅក្នុងបេះដូងមិនបានសោះខ្ញុំត្រឡប់ទៅវិញហើយសូមជួយជាផ្លូវផងខេរ៉ែលពេបមាត់សម្លឹងម្ចាស់រៀងតូចច្រឡឹងនោះដែលមានក្មេងនៅក្នុងដៃដោយខ្សែភ្នែកសក៏ក្រោះណាស់ហេតុអីក៏ថាគេមិនដឹងថាស្រីម្នាក់នេះអាក្រក់យ៉ាងណានោះតែហេតុអីគ្រប់ពេលដែលជួបគ្នារាងកាយរបស់គេជ្រួញជ្រើមបែបនេះ
នាងមានអ្វីល្អណាស់ណាទៅគេសួរខ្លួនឯងតែក៏គ្មានចម្លើយសោះប្រញាប់ទៅរកសហាយណាទៀតមុខរបស់អ្នកដែលត្រូវចោទប្រកាន់ក្តៅភីភីនាងក្រមុំងាកទៅសម្លឹងមុខគេដោយការរកគ្រឿងនិងចង់ប្រាប់ណាថានាងគឺអាប៊ីណាមិនមែនអាលីនកាតែដឹងច្បាស់ថាទោះនិយាយទៅក៏ប្រុសឆ្កួតម្នាក់នេះមិនជឿដល់ដែរវាជារឿងរបស់ខ្ញុំជាចាញ់ទៅគេមិនជានៅតែឈរពាំងផ្លូវទើបអាប៊ីណាស្រែកដាក់មុខដោយការមួម៉ៅណាស់ឆ្កួតមែននៅចិត្តមុខសង្ហាភ្ញួយអារម្មណ៍ពេលណាគឺតែងតែគ្រប់គ្រងខ្លួនឯងមិនបានសោះនាងក្រមុំរអ៊ូរទាំនៅក្នុងចិត្តដោយការធុញទ្រាន់នឹងខ្លួនឯងប្រាប់ថាជាចាញ់មិនស្មានសោះថាលោកទាំងខ្វាក់ភ្នែកទាំងហឹងត្រជាបែបនេះនាងឃើញថាគេសម្លឹងមុខនេះហាក់ដូចជាចង់ស៊ីសាច់ហត់ឈាមនឹងដើរមករកលោកចង់ធ្វើអីទៅអាប៊ីណាថយក្រោយគេចពីការភ័យខ្លាចនឹងមើលគេដោយទឹកមុខផ្អើផ្អាសំដីហំណាមិនដែរទេកុំចូលមកណាមិនឃើញឬយ៉ាងម៉េចថាអេវ៉ាដេកលក់តែគេភ្ញាក់ហើយក៏យំទៅដូចត្រូវចុចកុងតាក់បិទអ្នកកំឡោះឈរឆ្កឹងនិងជ្រឹបភ្នែកមើលទារកនៅក្នុងដៃរបស់នាងខ្ញុំត្រូវការចិញ្ចឹមឧបត្ថម្ភក្មេងម្នាក់នេះទឹកមុខរបស់អាប៊ីណាស្លេកស្លាំងភ្នែកក៏ញ័រតែបដិសេធភ្លាមក៏យកសពទៅខ្ញុំមិនព្រមនោះទេជាចេញខ្ញុំទៅវិញហើយបេះដូងរបស់នាងញ័រទៅត្រូវពេលបានឮតម្រូវការចេញពីមាត់របស់បុរសនៅចំពោះមុខនេះគេមិនព្រមបញ្ឈប់ចេតនានេះទៀតឬគេនៅតែចង់ដណ្ដើមយកអេវ៉ាពីនាងទៀតឬនាងមិនព្រមនោះទេមិនព្រមជាដាច់ខាតនាងមិនព្រមឲ្យអ្នកដតីចិញ្ចឹមក្មួយស្រីរបស់ខ្លួនឯងជាពិសេសបីសាយកំណាចឈ្មោះថា Kirill Ismailov Markides ហើយក៏ចាំទុកផងខ្ញុំមិនប្រកល់អេវ៉ាឲ្យលោកជាដាច់ខាតនាងខំថ្មីនិយាយខណៈនោះអោបប្រសើបក្មួយស្រីណែនដៃណាស់នាងក៏មិនអាចយកឈ្នះខ្ញុំបាននោះទេមើលឃើញនឹងភ្នែកថាខ្ញុំឈ្នះដោយមិនបាច់ឡើងតុលាការនោះទេទោះត្រូវដោះដូរដោយជីវិតក៏ខ្ញុំការពារអេវ៉ាពីមនុស្សកំណាចដូចជាលោកផងដែរនិយាយហើយអាប៊ីណាក៏ដើរគេចចេញទៅភ្លាមដោយមិនព្រមងាកទៅមើលទៀតពេលនេះក្នុងខួរក្បាលរបស់នាងគឺទៅទីណាក៏បានឲ្យឆ្ងាយពីបិសាចកំណាចដែលពងតែដណ្ដើមយកអេវ៉ាពីនាងគ្រប់ពេលវេលាម្នាក់នេះយល់សពទៅថានាងព្រមនោះនាងនឹងស៊ូស្លាប់ស៊ូឲ្យដល់ទីបំផុតទោះក្រីក្រយ៉ាងណាតែនាងស្រឡាញ់អេវ៉ានិងរីករាយហត់នឿយដើម្បីក្មួយស្រីម្នាក់នេះរីករាយធ្វើគ្រប់យ៉ាងដើម្បីអេវ៉ានាងនឹងការពារអេវ៉ាដោយជីវិតរបស់នាងមនុស្សស្រីដូចជានាងឬមើលថែក្មេងម្នាក់នេះបាននោះKirillតាមមើលរាងតូចច្រឡឹងរបស់អាប៊ីណាដោយទឹកមុខញញឹមចំអកណាស់គេនឹងធ្វើគ្រប់ពិធីដើម្បីជួយកូនរបស់ស្រីរបស់ Michael ឲ្យរួចពីក្រញាំដៃម្ដាយអន់ចរិតហើយជឿចុះថាបុរសដែលមិនធ្លាប់ចាញ់អ្វីតាំងពីដឹងក្តីដូចជាគេនេះត្រូវតែធ្វើរឿងនេះឲ្យបានសម្រេចពេលដែលមកដល់ផ្ទះអាប៊ីណាក៏ប្រញាប់ប្រញាល់បិទទ្វារផ្ទះដាក់កន្លឹះចាក់សោដោយការភ័យខ្លាចថា Kirill តាមមកដណ្ដើមយកអេវ៉ាពីនាងបែបនោះមែននេះច្បាស់ជាដាច់ខ្យល់ស្លាប់ជាមិនខាននាងក្រមុំរលីងរលោងទឹកភ្នែកខណៈនោះកោនមើលរៀងម៉ាប់របស់អេវ៉ាដែលដេកលក់នៅក្នុងអង្រឹងដោយខ្សែភ្នែកពោពេញទៅដោយក្តីស្រឡាញ់នាងលូកដៃម្ខាងទៅទាញដបទៅដោះគោថ្នមនិងនិយាយទាំងទឹកភ្នែកនិងសម្លេងពីរោះមិញមិនព្រមឲ្យអ្នកណាមកដណ្ដើមយកក្មួយទេណាអេវ៉ាជាងទាំងពីរអ្នកត្រូវនៅជាមួយនឹងគ្នាអាប៊ីណាអោនទៅថើបថ្ងាសក្មួយស្រីថ្នមហើយគិតថាយកដបទៅដោះគោទៅលាងតែសម្លេងគូទ្វារដែលបន្លឺឡើងខ្លាំងធ្វើឲ្យបេះដូងដាច់ពីតងធ្លាក់ទៅនៅនឹងភ្នែកគោភ្លាមព្រោះគិតថាជាKirill
គេបើជាគេនោះប្រកាសណាស់ថាគេច្បាស់ជាមកដណ្ដើមយកអេវ៉ាពីនាងទៅមុខមាត់របស់នាងទៅជាស្លេកស្លាក់គ្មានពណ៌ឈាមពេលមើលក្មួយស្រីដោយខ្សែភ្នែកអាឡោះអាឡៃមិនព្រមនាងមិនព្រមជាដាច់ខាតនាងនឹងស៊ូឲ្យដល់ទីបំផុតគិតដូច្នោះហើយនាងក៏ម្នីដើរទៅយកអំបោសហើយដើរទៅឈរនៅមុខមាត់ទ្វារឈរប្រមូលភាពក្លាហានជាច្រើនដង្ហើមទើបសម្រេចចិត្តបើកទ្វារហើយក៏សំឡេងរបស់បុរសដែលស្គាល់ច្បាស់ធ្វើឲ្យអាប៊ីណាដែលបិទភ្នែកបិទត្រចៀកក្រវីអំបោសមិនអង់ប្រញាប់បើកភ្នែកមើលហើយក៏សើចហេហេជាការសំទោសសំពៃពេលអ្នកនៅចំពោះមុខមិនមែនជាខៀរិលនោះទេអូណែលជាសហាយរបស់បងស្រីនាងកាលពី6ខែមុនពួកគេលួចតាក់ទងគ្នាដោយនាងដឹងតាំងពីដំបូងម្លេះតែមិនយូរប៉ុន្មានក៏បែកគ្នាតែក៏មិនដឹងថាបែកគ្នាព្រោះការដាស់តឿនរបស់នាងឬព្រោះបងស្រីរបស់នាងបានជួបមុខសញ្ញាថ្មីនោះដឹងហើយគឺខ្ញុំហើយនេះកាត់ឈួតស្អីហ្នឹងយកអំបោះមកវាយខ្ញុំចឹងម្ចាស់ឈ្មោះស្រែកឡូឡាដោយកំហឹងទើបអាប៊ីណាប្រញាប់អោនគំនាប់ដោយការដឹងកំហុសគឺខ្ញុំសំទោសអូនណាខ្ញុំស្មានថាជាស្អីទៅអូនណាសម្លក់នាងថ្មឈឺពេញខ្លួនព្រោះនាងវាយខ្លាំងគឺខ្ញុំស្មានថាជាចៅនាងញញឹមមិនសមព្រោះដឹងច្បាស់ថាពាក្យដោះសាររបស់ខ្លួនស្ដាប់បញ្ចូលត្រចៀកខណៈដែលភ្ញៀវកំឡោះដកដង្ហើមធំហើយឌឺដងដោយការមិនពេញចិត្តចៅផ្ទះនាងមានក្រមសីលធម៌ណាស់ណោះអាប៊ីណាមុនពេលលួចត្រូវគូទ្វារហៅម្ចាស់ផ្ទះឬអាប៊ីណាតបបញ្ញានឹងដោះសារទៀតទើបធ្វើបានត្រឹមតែញញឹមដឹងកំហុសប៉ុណ្ណោះហើយក៏សួរនាំបុរសនៅចំពោះមុខពេលនឹកឃើញហើយនេះលោកមកមានការអ្វីទៅខ្ញុំសុំចូលទៅខាងក្នុងបានទេនឹងរឿងវាវែងឆ្ងាយណាស់នាងក្រមុំងាកទៅមើលទិដ្ឋភាពនៅក្នុងផ្ទះរបស់ខ្លួនឯងហើយងាកមកសម្លឹងមុខភ្ញៀវកំឡោះដោយការពិចារណាមួយសន្ទុះទើបងូក្បាលជាការអនុញ្ញាតក៏បានតែខ្ញុំត្រូវបើកទ្វារវាមិនស័ក្តិសមព្រោះខ្ញុំនៅជាមួយអេវ៉ាតែ2នាក់អូនែលមើលមុខនេះហើយក៏ងូក្បាលនឹងដើរចូលមកក្នុងផ្ទះភ្លាមខណៈដែលម្ចាស់ផ្ទះតាមមើលដោយការព្រួយបារម្ភប្រភ្នូស្រែកប្រាប់ថានាងនឹងជួបរឿងសោយលោកមានការអ្វីនិយាយជាមួយខ្ញុំឬនាងដាក់កែវទឹកទៅលើតុពីមុខភ្ញៀវបន្ទាប់មកក៏ម្នីដើរទៅដាក់បង្គុយនៅលើសាឡុងទល់មុខនិងមើលមុខគេដោយចិត្តខ្វល់ខ្វាយណាស់អូនែលទាញទឹកផឹកពេលដាក់កែវចុះវិញក៏សម្លឹងមុខនេះនាងក៏ដឹងថាខ្ញុំនិងអាលីកាធ្លាប់តាក់ទងគ្នាគឺលួចតាក់ទងគ្នាទៅវិញទេអាប៊ីណាបញ្ជាក់ដោយការមិនពេញចិត្តតែអូនែលមិនយកចិត្តទុកដាក់ថែមទាំងញាក់ស្មាហើយនិយាយពីគោលបំណងរបស់ខ្លួនឯងកំឡុងពេលដែលខ្ញុំនិងអាលីកាសើបគប់គ្នាខ្ញុំចំណាយឲ្យនាងគ្រប់យ៉ាងវាក៏សមគួរហើយណាព្រោះលោកចង់ធ្វើជាសហាយប្រពន្ធគេនាងក្រមុំបាញ់ភូមិភ្លាមតែបរោះនៅចំពោះមុខជាមាសសុទ្ធមិនខ្លាចភ្លើងហើយក៏និយាយតម្រូវការរបស់ខ្លួនជាបន្តបន្ទាប់ទៀតហើយមុនពេលអាលីកាទាត់ខ្ញុំចោលគេបានធ្វើកិច្ចសន្យាខ្ចីលុយខ្ញុំចំនួន$100,000ថាម៉េចណានាងបើកភ្នែកធំដោយការភ្ញាក់ផ្អើលតែប្រញាប់បដូរទឹកមុខមកធម្មតាវិញពេលគ្រប់គ្រងខ្លួនឯងបានលោកទៅតាមទាពីបងស្រីដែលខ្លួនឯងទៅខ្ញុំមិនពាក់ព័ន្ធនោះទេអ្នកនៅចំពោះមុខសម្លឹងមើលនាងបណ្ដាក់ភ្នែកបន្ទាប់មកក៏យកក្រដាសមួយសន្លឹកហុចទៅឲ្យនាងស្អីគេហ្នឹងអានទៅនឹងដឹងថាវាជាស្អីហើយអាប៊ីណាយកក្រដាសពណ៌សពីដៃរបស់អូនណាមកអានជាបន្ទាន់ហើយពេលដែលអានចប់ក៏បើកភ្នែកធំមុខមាត់ស្លេកស្លាំងគ្មានពណ៌ឈាមមួយរំពេចមិនពិតនោះទេអូនណែលញាក់ស្មាបន្តិចហើយក៏ញាក់ស្មាធ្វើរឹកធម្មតាណា
ការពិតខ្ញុំក៏ដឹងថាមិនត្រឹមត្រូវដែលឲ្យនាងត្រូវដោះជំនួសបងស្រីនាងតែអាលីនកាធ្វើខ្ញុំឈឺមុនតាអញ្ចឹងហើយបំណុលនេះខ្ញុំត្រូវតែទានាងក្រមុំមានអារម្មណ៍ថាដៃទាំងពីររបស់ខ្លួនគ្មានកម្លាំងកំហែងភ្លាមក្រដាស់កិច្ចសន្យាធ្លាក់ទៅលើកម្រាលអិនបេះដូងរបស់នាងក៏ដូចគ្នាមិនក៏អាលីកាធ្វើដាក់នាងបែបនេះមិនក៏ហ៊ានបន្លំហត្ថលេខារបស់នាងទៅទឹកភ្នែកនៃការសោកស្ដាយច្រាលចេញពីខាងក្នុងដោយម្ចាស់វាមិនអាចគ្រប់គ្រងបានអូនឯងលោកក៏ដឹងថាមិនមែនខ្ញុំចង់មិនក៏លោកខ្ញុំដឹងទាំងអស់តែខ្ញុំមិនព្រមបាត់បង់លុយ$100,000និង free ទេនាងត្រូវទៅសងខ្ញុំវិញតែខ្ញុំទៅរកលុយច្រើនលឹមលឹងមកពីណាទៅត្រឹមចាយវាឲ្យដល់ចុងខែសឹងតែមិនគ្រប់គ្រាន់ផងអូនឯងលោកទៅតាមយកពីអាលីនកាទៅខ្ញុំគ្មានលទ្ធភាពនោះទេអាបេណានាងត្រូវទទួលខុសត្រូវជំនួសបងស្រីនាងទៅអូនែលបញ្ជាក់ពីចេតនារបស់ខ្លួនដោយភាពខូខើខ្ញុំមិនព្រមទេណាខ្ញុំនឹងប្តឹងខ្ញុំមិនមែនជាអ្នកសញ្ញាឯកសារនេះតាមចិត្តបើចិត្តខ្មៅហ៊ានធ្វើដាក់បងស្រីខ្លួនឯងក៏ធ្វើទៅខ្ញុំមិនបានស្គៀបរមាស់អ្វីស្រាប់ទៅហើយណាសំឡេងសោយរបស់អតីតសាហាយរបស់បងស្រីធ្វើឲ្យអាប៊ីណាហូរទឹកភ្នែករហាមនាងឈីចាប់ទុកសោកហើយពេលនេះផ្លូវនៅលើលោកនេះក៏គ្មានពន្លឺបញ្ចាំងបំភ្លឺឲ្យនាងដើរនោះដែរអូនឯងសូមអង្វរណាខ្ញុំគ្មានលុយពិតមែននេះជារឿងដែលខ្ញុំមិនចាំបាច់ចាប់អារម្មណ៍នាងត្រូវសងលុយជំនួសបងស្រីរបស់នាងណាអាប៊ីណាតែខ្ញុំគ្មានលុយខ្ញុំឲ្យពេលនាងមួយអាទិត្យដើម្បីរកលុយចំនួន$100,000បើរកមិនបាននោះគឺអូនែលងាកទៅសម្លឹងអង្រឹងទីរូឃើញហើយអាប៊ីណាក៏ស្លេកមុខយល់ភ្លាមថាបរោះនៅចំពោះមុខកំពុងគិតអ្វីនោះកុំណាកុំសុំអីតែគិតអូនែលម្ចាស់ឈ្មោះផ្ទុះសំណោចហើយងាកមកមើលមុខនេះក្មេងម្នាក់នឹងទោះសំណាងអាក្រក់ដែលមានម្ដាយបេសចាតែក៏សំណាងល្អដែលមានម្ដាយមីងទាំងអាណិតទាំងស្រឡាញ់ដូចជានាងនេះវាជាពាក្យសរសើរតែអាប៊ីណាបែរជាគ្មានអារម្មណ៍ល្អទទួលយកវាពេលនេះបេះដូងរបស់នាងមានតែការភ័យខ្លាចហើយពេលនេះក៏មិនត្រឹមតែខេរៀលទេដែលនាងត្រូវខ្លាចនោះនៅមានអូណែលសាហាយរបស់អាលីនកាម្នាក់ទៀតយ៉ាប់ហើយតែនាងត្រូវធ្វើយ៉ាងណាទៅធ្វើយ៉ាងណានាងក្រមុំគិតដោយអារម្មណ៍តានតឹងនិងគ្មានផ្លូវចេញសរុបទៅមួយអាទិត្យទៀតជួបគ្នាណាហើយសង្ឃឹមថាថ្ងៃនោះនឹងអាចសងប្រាក់ខ្ញុំគ្រប់ចំនួនទៅចុះអូណែលងើបឈរអាប៊ីណាក៏ងើបតាមដោយជើងទាំងពីរញ័រទប់ជំហរខ្លួនមិនចង់បានខ្ញុំសុំរំលោះបានទេខ្ញុំត្រូវការទាំងអស់ហើយបើមិនបាននោះនាងនឹងគ្មានថ្ងៃបានឃើញក្មេងក្នុងអរឹងនោះទៀតនោះទេទឹកមុខរបស់អូនណែទៅជាកំណាចខូខើនាងមិនចង់ជឿទេថាអាលីកាខ្សែគប់ប្រុសកំណាចម្នាក់នេះឬអាចមកពីកំណាចដូចគ្នាទើបចោះសម្រងគ្នាបានខ្ញុំមិនបានគំរាមទេណាតែខ្ញុំនឹងធ្វើមែនតើអូណែដើរទៅឈរនៅមាត់ទ្វារដោយអាប៊ីណាខាំមាត់ដើរតាមខ្ញុំនឹងព្យាយាមខ្ញុំសង្ឃឹមណាថានាងនឹងព្យាយាមបានសម្រេចអាប៊ីណានិយាយហើយអូណែលក៏ដើរចេញចុះជណ្ដារឯអាប៊ីណាក៏ទាញទ្វារបំរុងបិទតែត្រូវទទួលភ្ញៀវម្នាក់ទៀតដោយការមិនពេញចិត្តលោកខេរ៉ានាងឧទានដោយការភ្ញាក់ផ្អើលប្រញាប់លើកដៃម្ខាងជូរទឹកភ្នែកចេញពីថ្ពាល់និងទាញទ្វារបិទតែក៏ត្រូវគេរុញចូលមកបានសម្រេចចាញ់ទៅកូនដេកលក់នៅក្នុងអង្រឹងឲ្យជ្រងោនៅនាំសាហាយមកដេកដល់ផ្ទះថោកទាបណាស់មុខរបស់អ្នកដែលត្រូវចោតប្រកាន់ឡើងក្រហមនិងក្តៅភីភាយនាងខាំបបោមាត់ពេលនេះហត់នឿយមិនចង់តមាត់តកនឹងអ្នកណានោះទេបើលោកបើរករឿងត្រឡប់ទៅវិញសិនទៅខ្ញុំនឿយហត់ឬមិនដឹងថាគេគិតទៅដល់ណាដល់ណីតែប្រកាសណាស់ថាគ្មានផ្លូវគិតរឿងល្អនោះទេមើលចុះគឺខ្សែភ្នែកពណ៌បៃតងនោះ
ពោពេញទៅដោយការប្រមាថមើលងាយចាខ្ញុំហត់នឿយទាំងចិត្តនឿយទាំងកាយបើមករករឿងចាំស្អែកសមកអាប៊ីណាអង្វរកតែគេមិនសហការសោះព្រោះថប់ដង្ហើមបន្ទាប់មកក៏ដាក់បង្គុយនៅលើសាឡុងដែលអូនណែទើបតែងើបចេញឈួតមែននេះនាងគ្មានថ្ងៃបានជួបនឹងភាពស្ងប់ស្ងាត់នៃជីវិតទេឬយ៉ាងម៉េចហេតុអីក៏មនុស្សប្រុសម្នាក់នេះចេះតែតាមរករឿងនាងអាប៊ីណាគិតដោយគ្មានកម្លាំងចិត្តរាងកាយក៏ហត់នឿយសុំចេញខ្ញុំមិនទាន់ត្រឡប់ទៅវិញទេដរាបណាដែលមិនទាន់និយាយពីអ្វីដែលខ្ញុំត្រូវការនាងក្រមុំដកដង្ហើមធំឬខ្លាំងបន្ទាប់មកក៏ខាំមាត់ដាក់បង្គុយទៅលើសាឡុងនៅទល់មុខខេរីលនឹងមើលគេដោយការរងចាំស្ដាប់តម្រូវការដែលឋាននោះរបស់គេក៏និយាយមកត្រូវការអ្វីក៏និយាយមកអានឹងខ្ញុំទៅសម្រាប់វិញខ្សែភ្នែករបស់គេសកក្រោះមែនតើពេលសម្លឹងមុខនេះគ្មានភាពជាមិត្តសោះនឹងមានតែការខ្ពើមរអើបដោយមិនបិទបាំងនាងឈីចាប់នឹងអ្វីដែលបានឃើញនេះព្រោះបេះដូងលងភាពសង្ហារបស់ខេរីតាំងពីដំបូងម្លេះហាមខ្លួនហាមចិត្តលេងតន់ទៅហើយអាប៊ីណាគិតដោយចិត្តសោកសៅជាពន់ប្រមាណមិនចង់ធ្វើជាសត្រូវនឹងបរិះដែលសង្ហាផុតផែនដីដូចជាខេរីលនោះទេអំបីមិញប្រហែលជាប្រើកម្លាំងច្រើនពេកទូគេមិននិយាយត្រង់ក៏នាងដឹងពីអ្វីដែលគេចង់បញ្ជាក់នោះនាងខាំមាត់ហើយក៏ពើងទ្រូងធ្វើជាមិនយកចិត្តទុកដែរទាំងដែរទឹកភ្នែកជន់នៅក្នុងទ្រូងព្រោះភាពអាម៉ាស់ដែលកើតឡើងនោះវាក៏ជារឿងរបស់ខ្ញុំលោកមានការអ្វីក៏និយាយមកខ្ញុំធុញនឹងឃើញមុខរបស់លោកណាទឹកមុខរបស់គេនៅត្រៀបស្មានិងសង្ហាដដែលបើមានការផ្លាស់ប្ដូរគឺមានតែពន្លឺភ្នែកតែប៉ុណ្ណោះដែលរឿងកំព្រឹសខូខើធ្វើឲ្យអ្នកមើលឃើញព្រឺសម្បុរខ្ញាក់ខ្ញុំត្រកៅនេះប្រគល់អីវ៉ាឲ្យខ្ញុំដើមទ្រូងរបស់អាប៊ីណាទៅជាណែនមួយរំពេចតែនាងក៏សម្លឹងគេដោយខ្សែភ្នែកមានអណ្ដាតភ្លើងក៏យកសពទៅណាមិនថាលោកនិយាយរឿងនេះដាក់ខ្ញុំប៉ុន្មានពាន់ដងក៏ខ្ញុំមិនព្រមប្រគល់អេវ៉ាឲ្យលោកផងដែរខ្ញុំស្រឡាញ់អេវ៉ាចាំទុកកាយវិការដូចពោះវែកកាងពងរបស់មនុស្សស្រីនៅចំពោះមុខធ្វើឲ្យរីខលអាណយអធមណាស់ហើយដែលសំខាន់បំផុតនាងគ្មានចិត្តវិញ្ញាណជាអ្នកម្ដាយគ្មានសូម្បីតែបន្តិចសោះដែលត្រដាងស្លាប់បែបនេះប្រហែលជាត្រូវការប្រាក់ត្រូវការប៉ុន្មានទៅក៏ដាក់មកខ្ញុំឲ្យតាមសំណើរបស់នាងបាទនាងក្រមុំខាំមាត់មុខឡើងក្រហមងានិងនិយាយមិនចេញពេលដែលរូបភាពនេះធ្វើឲ្យរីខលគិតទៅផ្សេងពេលឮថាលុយទៅជាភាំងបែបនេះឬមិនបាច់ប្រញាប់ទេណាគិតមួយទៅថាត្រូវការប៉ុន្មាននោះខ្ញុំនឹងឲ្យគ្រប់ចំនួនត្រឹមប្រគល់ក្មេកម្នាក់នេះឲ្យខ្ញុំរាងកាយរបស់អាប៊ីណាញ័រទៅទ្រើហើយងើបឈរសម្លឹងមុខគេដោយកំហឹងនេះលោកគិតថាលុយរបស់ខ្លួនឯងទិញគ្រប់យ៉ាងនៅលើโลกនេះបានអញ្ចឹងឬគេមិនរមាស់នឹងសម្ដីរបស់នេះនឹងធ្វើរឹកគួរឲ្យច្រេញខ្លាំងណាស់ក្នុងខ្សែភ្នែករបស់នេះត្រឹមត្រូវហើយខេរីលសម្លឹងមុខនាងដោយការប្រមាថហើយនិយាយបន្តដោយសម្លេងមិនខុសពីមុននោះទេក៏ឃើញហើយតាថាវាអាចទិញមនុស្សស្រីដូចជានាងបាននោះអីមនុស្សសម្ដែងអាក្រក់មនុស្សមាត់ដាច់អាប៊ីណាស្ទើរតែព្រោះពាក្យអសរោះដាក់បរោះនៅចំពោះមុខទៅហើយហេតុអីក៏គេហ៊ានប្រមាថនាងបែបនេះប្រុសឆ្កួតណាស់ហើយចុះឈប់សម្ដែងល្ខោនថាស្រឡាញ់កូនបារម្ភពីកូនទៅណាចង់បានប៉ុន្មានទៅក៏ថាមកខ្ញុំក៏រីករាយឲ្យនាងខ្ជិលបបោមាត់ណែនសម្លឹងមុខគេដោយកំហឹងខ្ញុំមិនត្រូវការប្រាក់នេះខ្ញុំស្ដាប់ច្រឡំឬក៏អត់ទេ
គេចំអកដោយកាយវិការគួរឲ្យខ្វាចមុខមែនទេលោកក៏មិនបានស្ដាប់ច្រឡំទេណាតែខ្ញុំចង់ប្រាប់ថាខ្ញុំមិនត្រូវការលុយទោះលុយរាប់ពាន់លានក៏ខ្ញុំមិនត្រូវការផងដែរអេវ៉ាត្រូវនៅជាមួយនឹងខ្ញុំលោកក៏គ្មានថ្ងៃយកគេបានចាំទុកទៅខេរីលជ្រឹបភ្នែកមើលអ្នកដែលកំពុងខឹងលញ័រខ្លួនដោយការពិចារណាណាស្រីម្នាក់នេះសម្ដែងបានល្អមែនទែននេះបានមិនធ្លាប់ដឹងប្រវត្តិរបស់នាងគេក៏ប្រហែលជាជឿស្លុងទៅហើយថាស្រីម្នាក់នេះស្រឡាញ់កូនរបស់ខ្លួនមិនបានចិញ្ចឹមឲ្យទៅរួចពីដៃដោយកំពុងតែធ្វើប្រាប់ហើយថាឈប់សម្ដែងល្ខោនទៅខ្ញុំមើលឃើញនាងធ្លុះដល់ពវៀនពូតាំងហើយចឹងហើយកុំចង់កុហកអីណាអ្នកកំឡោះនិយាយដោយសម្លេងរៀបស្មើដដែលតែអ្នកស្ដាប់ដូចជានាងដឹងច្បាស់ថាគេកំពុងតែខឹងខ្លាំងប៉ុណ្ណានោះទូមុខសង្ហាខាបប្រលឹងនៅតែមានស្នាមញញឹមឡក់លើយតែកែវភ្នែកពណ៌បៃតងមួយគូនោះវិញមានអណ្ដាតភ្លើងប្រកុលឯវ៉ាឲ្យខ្ញុំពេលនេះមុនពេលដែលនាងមិនសល់ស្អីទៀតនោះកុំមកគំរាមខ្ញុំនាំតែហត់អីណាខ្ញុំមិនព្រមប្រកុលអេវ៉ាឲ្យលោកជាដាច់ខាតឬក៏អ្នកណាទាំងអស់អាប៊ីណាស្រែកកំហុសពេលដើរមកឈរទល់មុខអ្នកកំឡោះនិងសម្លឹងមុខអ្នកអង្គុយដោយខ្សែភ្នែករឿងកំព្រឹសណាមនុស្សឈួតមិនទាំងដឹងស្អីផងមិនក៏ប្រមាថនាងបែបនេះនេះជាការដាស់តឿនលើកចុងក្រោយរបស់ខ្ញុំនិយាយហើយ Kirill ក៏ស្ទុះងើបដោយមិនឲ្យសូមិនឲ្យសៀងជាមុនធ្វើឲ្យអ្នកឈរនៅចំពោះមុខថយក្រោយកិច្ចមិនទាន់ទើបរាងកាយរបស់នាងនិងគេនៅឆ្ងាយពីគ្នាត្រឹមមួយហាត់ដែលនោះមិនមែនជាបញ្ហាតែបញ្ហាវាស្ថិតនៅលើក្លិនក្រអូបសេកស៊ីចេញពីរាងកាយកំឡោះអភិជនដែលភេចូលច្រមុះរបស់នាងទៅវិញទេអូហូព្រះអើយក្លិនខ្លួនរបស់បុរសចិត្តអាក្រក់ម្នាក់នេះអាចធ្វើឲ្យរាងកាយរបស់នាងរីកដូចជាផ្កាដែលបានទទួលការប្រោះព្រំពីទឹកភ្លៀងហេតុអីបានជាគេមានឥទ្ធិពលចំពោះនាងបែបនេះហើយហេតុអីបានជានាងសម្ដែងអាកប្បកិរិយាឆ្លុះវង្វេងគេបែបនេះផងដែរពេលដែលនឹកឃើញនាងក៏ប្រញាប់ថយក្រោយខណៈនោះថ្ពក៏ឡើងក្រហមដូចជាផ្លែពេញប៉ោះទុំខេរីលជ្រឹបភ្នែកមើលស្រីថ្ពក្រហមមិនដាក់សោះបានអញ្ចឹងយើងនឹងបានឃើញគ្នាក្នុងពេលមិនយូរនេះទោះនៅក្តៅប្លែកត្រង់ផ្នែកខ្លះនៃរាងកាយតែអាប៊ីណាអត់ស៊ូដោយការសង្ស័យមិនបានសោះទោះត្រង់ខេរីលមិនព្រមឆ្លើយសរុបទៅថ្ងៃនេះខ្ញុំទៅវិញសិននាងមានពេលមួយយប់សម្រាប់សម្រេចចិត្តថារើសយកលុយឬក៏យកកូនខ្លួនឯងតែខ្ញុំគិតថានាងគួរតែជ្រើសរើសយកអាដំបងជាងគេសើចចំអកធ្វើឲ្យនាងអួលដើមកស្អែកមុនថ្ងៃត្រង់ខ្ញុំគិតថានឹងបានចម្លើយល្អពីនេះអាលីនកាខ្ញុំឈ្មោះអាប៊ីណាមិនមែនអាលីនកាអាប្រុសឈួតនាងកំហុងដាក់គេហើយបណ្ដេញចេញពីផ្ទះខេរីលមិនបានងើយឆ្ងល់នឹងឈ្មោះរបស់នាងសោះព្រោះគិតថាខ្លួនឯងចាំខុសខ្ញុំកំពុងទៅហើយតាក៏សូមអញ្ជើញទៅនាងដាញាប់ជើងស្មេសំដៅទ្វារហើយងាកដៃហើយមិនចាំបាច់មកទៀតនោះទេខ្ញុំធុញទ្រាន់មុខលោកពេញបន្ទុកហើយណាពេលដើរផុតពីទ្វារហើយ Kirill ក៏ងាកមកមើលនេះព្រមទាំងពេកមាត់ដែរខ្ញុំនឹងមិនមកទីនេះទៀតនោះទេបើអេវ៉ាទៅនៅ Demon's Palace ជាមួយនឹងខ្ញុំដែលខ្ញុំក៏ជឿជាក់ថាមិនយូរនោះទេអាប៊ីណាពេកមាត់ដាក់ដោយការចិនច្អន់ដាក់ភាពអំនួតរបស់ភ្ញៀវដែលមិនត្រូវការឲ្យមកផ្ទះក៏យកសពទៅនិយាយចប់នាងក៏ទាញទ្វារបិទដាក់កូនលើចាក់សោជាបន្ទាប់មកក៏សម្រូតខ្លួនអង្គុយលើកម្រាលឥដ្ឋដោយភាពហត់នឿយណាស់ឯទឹកភ្នែកក៏ហូរដាប់ថ្ពាល់ដោយការឈឺចាប់កំពុងហែហួរបេះដូងនេះពេលណាទើបនាងអាចដើរផុតទុក្ខលំបាកនេះទៅតែពេលណាទៅនាងក្រមុំត្អូញត្អែទាំងទឹកភ្នែកដោយគ្មានកម្លាំងចិត្តតែពេលងាកទៅឃើញក្មួយស្រីដែលដេកលក់នៅក្នុងអង្រឹងបេះដូងលហិលល្ហៃក៏មានកម្លាំងបន្តិចឡើងវិញនាងត្រូវតែស៊ូនឹងបញ្ហាទាំងឡាយដែលកំពុងតែលុកលុយនៅពេលនេះ
ត្រូវតែស៊ូដើម្បីអេវ៉ាក្មួយស្រីរបស់នាងមីងនឹងស៊ូអេវ៉ាមីងនឹងស៊ូឲ្យដល់ទីបំផុតអ្នកដែលសម្រូតខ្លួនអង្គុយងើបឈរជាជើងហើយដើរទៅឈរក្បែរអង្រឹងសម្លឹងមើលក្មួយស្រីទាំងទឹកភ្នែករលីងរលោងដោយក្តីស្រឡាញ់អស់ពីបេះដូងមីងស្រឡាញ់អេវ៉ាមីងនឹងធ្វើទាំងប៉ះទាំងម៉ាក់ឲ្យក្មួយណានាងអោនថើបក្បាលក្មួយស្រីថ្នមហើយក៏សម្រេចចិត្តទេទៅរកបងស្រីរបស់ខ្លួនឯងក្នុងពេលដែលគ្មានជំរឿនាងក៏ចាំបាច់ត្រូវសុំជំនួយពីអាលីនកានិងអធិដ្ឋានដល់ព្រះជាម្ចាស់ជួយបណ្ដាចិត្តបងស្រីកុំឲ្យចិត្តខ្មៅដាក់នាងនឹងកូនស្រីរបស់ខ្លួនឯងពេកបងស្រីនេះខ្ញុំអាប៊ីណាខ្ញុំមានរឿងពេលដែលបងស្រីទទួលទូរស័ព្ទនាងក៏ប្រញាប់ចូលសាច់រឿងភ្លាមតែនិយាយមិនទាន់ចប់ផងនោះក៏ត្រូវនិយាយដោយកាន់តែមករកខ្មៅស្អីអាប៊ីណាបងកំពុងតែដេកកំពុងតែពួននេះមិនឃើញរីយ៉ាងម៉េចអាលីនកានិយាយខ្សឹបខណៈនោះក៏លួចមើលស្វាមីថ្មីតែមានអាយុចំណាស់ដោយឪពុកដោយខ្លាចតាចាស់ភ្ញាក់មកលើការសន្ទនារបស់ពួកនេះខ្ញុំសុំទៅបងស្រីតែខ្ញុំចង់ឲ្យបងស្រីជួយបើចង់សំលុយក៏បិទមាត់នៅពេលនេះបងគ្មាននោះទេណាអាកញ្ចាស់នេះកំណាញ់ណាគ្រាន់តែបងចង់ទៅ shopping វាក៏ហាមដែរអាលីនកានិយាយកាត់ភ្លាមដែលសម្ដីនេះធ្វើឲ្យនាងរលីងរលោងទឹកភ្នែកតតម្រេះនឹងរកប្រាក់ដោះបំណុលអូនណាតែថាអូនណាមកទៀតលុយឯងក៏សងទៅបងមិនពាក់ព័ន្ធទេអ្នកណាក៏បានជួយផងជួយនាងនិងអេវ៉ាផងនាងក្រមុំភាវនាទាំងទឹកភ្នែកតែដឹងច្បាស់ថាគ្មានអ្នកណាអាចជួយបានក្រៅពីនាងខ្លួនឯងនោះទេឯកសារនៅក្នុងដៃដែលអ្នកស៊ើបផ្ញើមកឲ្យនោះមានតែភាពបេសយារបស់ស្រីម្នាក់នោះខីរ៉ាខំថ្មិញក្រឺតឡើងប៉ោងធ្គាមភាពគួរឲ្យខ្ពើមរអើមនៅតែមានពេញអារម្មណ៍ស្រីម្នាក់នោះខ្វះគុណសម្បត្តិជាម្ដាយនាងមិនសមគូនឹងមើលថែកូនស្រីរបស់ Michael សូម្បីតែមួយថ្ងៃនោះទេខីរ៉ាខ្ញាំក្រដាសក្នុងដៃហើយគប់ចូលធុងសម្រាមដោយការមួម៉ៅស្រីបេសយ៉ាបានឃើញចាំងច្បាស់ហើយថាស្រីម្នាក់នោះថោកទាបកម្រិតណាស់តែរាងកាយរបស់គេបែរជាជ្រួលជ្រើងគ្រប់ពេលដែលប្រឈមមុខនឹងនេះវាគឺជារឿងឈួតមែនទែនតែគេមិនអាចគ្រប់គ្រងវាបានមានអ្វីម្យ៉ាងរបស់ស្រីម្នាក់នោះដិតដាមនៅក្នុងខួរក្បាលរបស់គេអ្វីម្យ៉ាងដែលសូម្បីតែគេនេះក៏មិនដឹងថាជាអ្វីនោះទេអ្នកកំឡោះក្រវីក្បាលខ្លាំងតែទោះដូច្នោះក៏រូបភាពកាលពីម្សិលពេលនាងនៅចំពោះមុខគេនៅតែច្បាស់នៅក្នុងខួរក្បាលកែវភ្នែកមូខ្លំមានតែការភ័យខ្លាចពេលនៅជិតគេបន្ទាប់មកក៏ស្ទុះស្ទាថយចេញឲ្យឆ្ងាយកាយវិការមិនដូចមនុស្សស្រីបេសយ៉ាអ្វីបន្តិចដូចមនុស្សស្រីមិនដឹងខ្យល់អ្វីសោះដែលមិនធ្លាប់ឆ្លងកាត់ដៃមនុស្សប្រុសតែវាមិននឹងអាចទៅរួចទៅស្រីម្នាក់នោះជោគជាប់នឹងសៃវៀនកាមគុណគិតឲ្យគីរិលក៏ដកដង្ហើមធំដោយការមួម៉ៅស្អប់ខ្លួនឯងដែលចេះតែគិតរឿងស្រីម្នាក់នោះគ្រប់ពេលវេលាបែបនេះតែណែហើយពេលគេយកបានអេវ៉ាមកចិញ្ចឹមបីបាច់ពេលណានោះស្រីនរកនឹងរលាយបាត់ពីក្នុងខួរក្បាលរបស់គេភ្លាមគេញញឹមហើយក៏ងើបដើរចេញពីបន្ទប់ធ្វើការរបស់ខ្លួនឯងថ្ងៃនេះខ្ញុំមិនចូលទៀតនោះទេមានអ្វីក៏ណូតទុកចាំប្រាប់ខ្ញុំថ្ងៃស្អែកទៅចុះចាលោកប្រធានអ្នកកំឡោះដើរចូលចណ្ដាលប្រអប់កញ្ចក់ខណៈនោះក៏ទេទៅរកអ្នកស៊ើបដែលខ្លួនជឿជាក់ថាមានថ្វីដៃល្អបំផុតនៅរុស្ស៊ីនេះស៊ើបរឿងអាស្រូវរបស់ស្រីម្នាក់នោះបន្តទៀតទៅជួនកាលខ្ញុំអាចត្រូវប្រើវាពេលឡើងតុលាការបាទលោកហើយដែលសំខាន់នោះខ្ញុំចង់ដឹងថាស្រីម្នាក់នោះឈ្មោះអាលីនកាឬអាប៊ីណាទៅ
ព្រោះពេលនេះខ្ញុំច្របូកច្របល់ណាស់ខ្ញុំអាងថាឈ្មោះអាលីនកាចិញ្ចើមក្រាស់របស់ខេរីលជ្រួញចូលគ្នាដោយការសង្ស័យពេលដើរមកដល់ចំណតរថយន្តតែនាងបញ្ជាក់ប្រាប់ថាខ្លួនឯងឈ្មោះអាប៊ីណាអ្នកស៊ើបសើចតិចព្រោះជាជាក់ចំពោះខ្លួនឯងប្រហែលជាឈ្មោះពិតឈ្មោះហៅក្រៅទីដឹងទៀតខេរីលគិតតាមហើយឈប់ចាប់អារម្មណ៍ដោយបរិយាយមិនអីទេបានអញ្ចឹងលោកធ្វើការរបស់លោកបន្តទៅស៊ើបរឿងរបស់ស្រីម្នាក់នោះនិងប្រុសរបស់នាងឲ្យលម្អិតផងណាបាទលោកតែលោកមិនចង់ឲ្យខ្ញុំស៊ើបប្រវត្តិរបស់នាងខ្លះទេឬថានាងកើតនៅឯណាអាយុប៉ុន្មាននិងបិទមាត់ទៅខ្ញុំមិនត្រូវការដឹងរឿងស្អីរបស់ស្រីម្នាក់នោះក្រៅពីភាពថោកទាបលើមុខបញ្ហារបស់នាងដែលជាប្រយោជន៍បើខ្ញុំត្រូវផ្ដោតដើម្បីសុំសិទ្ធិចិញ្ចឹមបីបាច់កូនស្រីរបស់ Michael តែប៉ុណ្ណោះនោះទេពេលគីរីលបញ្ជាក់ពីគោលចំហខ្លួនឯងបែបនេះអ្នកស្ដាប់ក៏ធ្វើតាមបញ្ជាភ្លាមបាទលោកខ្ញុំនឹងចាត់ការតាមតម្រូវការរបស់លោកខេរីលមិនបាននិយាយអ្វីទៀតដោយបញ្ចប់ការសន្ទនាតែត្រឹមហ្នឹងហើយដើរឡើងរថយន្តស្ពតពណ៌សរបស់ខ្លួនឯងមិនយូរប៉ុន្មានរថយន្តតម្លៃថ្លៃក៏រត់នៅក្នុងល្បឿនលឿនហាក់ដូចត្រូវបំពាក់ស្លាបសម្ដៅទៅផ្ទះតូចរបស់ Michael ប្រើពេលមិនដល់កន្លះម៉ោងក៏មកដល់គោលដៅដោយរថយន្តស្ពតចតនៅក្រោមដើមឈើទើបម្ចាស់ចុះមកឈរក្បែរនោះកៅភ្នែកពណ៌បៃតងសម្លឹងមើលទៅក្នុងផ្ទះសម្លេងយំរបស់ទារកដែលជាអ្នកណាមិនបានក្រៅពីអេវ៉ាកូនស្រីរបស់ Michael ក៏មិនលើឡើយឈួតមែនមើលថែកូនយ៉ាងម៉េចនោះឲ្យយំបែបនេះខេរីលរអ៊ូរទាំដោយការមិនពេញចិត្តនឹងដើរចូលទៅក្នុងផ្ទះតូចងាប់ជើងស្មេគិតថាទៅចាត់ការម្ដាយរបស់ក្មេងឲ្យណាននេះតែពេលដើរឡើងជណ្ដើរក្រៅពីសម្លេងយំរបស់អេវ៉ាហើយនៅមានសម្លេងធ្ងន់ធ្ងររបស់មនុស្សប្រុសស្រីទៀតផងខ្លួនប្រាណរបស់ខេរីលឡើងរឿងកំព្រឹបភ្លាមពេលដឹងហើយថាសម្លេងដែលបានលឺនោះជាសម្លេងអ្វីគេក្តាប់ដៃណែនការស្អប់ខ្ពើមកាន់តែការទ្វេដងសម្លេងរបស់មនុស្សស្រីនៅតែឮជាបន្តទៀតដោយសម្លេងក្រហមរបស់មនុស្សប្រុសតែពេលនេះមិនត្រឹមតែសម្លេងតែនោះទេនៅមានសម្លេងសាច់ប៉ះសាច់ទៀតផងថោកទៀតគេទ្រាំលេងបានទៀតហើយនឹងសឹងតែស្ទុះទៅរកប្រភពសម្លេងមួយនោះគេក៏ទាញទ្វារនោះបើកទាំងគំហុកនឹងដើរចូលទៅដោយរូបភាពដែលឃើញគឺខេរីលមិនអាចកុហកបានថាមិនសប្បាយចិត្តដែលមនុស្សស្រីនៅចំពោះមុខមិនមែនជាអាប៊ីណាខ្ញុំគ្មានចេតនាចូលមករំខាននោះទេតែក្មេងកំពុងតែយំពេលដែលពួកអ្នកទាំងពីរនេះកំពុងតែបំបោនៅលើគ្រែម្ចាស់ផ្ទះមនុស្សស្រីនៅចំពោះមុខគេនេះមានទឹកមុខស្លេកស្លាំងដែលពេលនេះគេដៅហេតុការបានថាស្រីនៅចំពោះមុខគឺជានរណាគេមិនបាច់ដល់សារទេណាព្រោះវាមិនមែនជាអ្វីដែលខ្ញុំចង់ស្ដាប់សរុបទៅសូមបន្តទៀតទៅចំណែកក្មេងនៅក្នុងអង្រឹងខ្ញុំនឹងទទួលខុសត្រូវមើលថាខេរីលបិទទ្វារពេលនិយាយចប់ហើយម្នាដើរទៅលើក3អេវ៉ាដើរសម្ដៅរថយន្តស្ពតរបស់ខ្លួនឯងអូរ៉ាឡាដើរស្រវាយកកន្សែងពូគោបានមួយមករុំខ្លួនក៏រត់តាមតែមិនអាចយកអេវ៉ាមកវិញបានព្រោះពេលនេះរថយន្តស្ពតតម្លៃថ្លៃបានបើកចេញពីមុខផ្ទះទៅហើយធ្វើម៉េចទៅអាប៊ីណាច្បាស់ជាសម្រាប់ខ្ញុំមិនខានអូរ៉ាឡារអ៊ូរទាំដោយការមួម៉ៅគុំគិតច្រើនអីយើងប្រាប់ទៅថាសុកអាមេស៊ីនោះក៏មកបីយកទៅបាត់យើងហាមិនបានប៉ុណ្ណឹងក៏ចប់ទៅហើយថែមសង្សារមេតយៈបង្ហាញផ្លូវចេញឲ្យសង្សារទើបអូរ៉ាឡាអាចញញឹមពព្រាយបានមែនហើយអញ្ចឹងបងទៅវិញសិនទៅណាតិចទៀតអាប៊ីណាមកវិញហើយអូនមិនចង់ឲ្យនាងដឹងថាអូនធ្វើអ្វីខ្លះពេលនាងមិននៅខ្លាចមិនបានថ្លៃឈ្នួលមើលថែអេវ៉ាតែយើងគឺមិនទាន់ទៅដល់ឋានសួគ៌ផងថែមអែនអនព្រោះមិនទាន់ឆ្អែតតែអូរ៉ាឡា
ខ្វល់ខ្វាយមិនអាចធ្វើអ្វីផ្សេងបន្តបានចាំយប់ទីយើងសប្បាយបន្តណាថែមលេងឲ្យមេឃភ្លឺតែម្ដងទៅវិញសិនទៅណាអូនទៅអាប៊ីណាសិនប្រាប់រឿងអេវ៉ាត្រូវលួចណាថែមណាអ្នកដែលត្រូវអង្វរកដល់ដង្ហើមធំឲ្យការខ្នើចិត្តណាស់ប៉ុន្តែគ្មានជំរឿក៏បានតែយប់នេះពេញមួយយប់ចាំទុកចាថែមអូននឹងឲ្យបងពេញមួយយប់និយាយហើយអូរ៉ាឡាក៏រុញសង្សារចេញឲ្យផុតរបងផ្ទះបន្ទាប់មកក៏ហក់ឡើងផ្ទះវិញស្រវាយកទូរស័ព្ទដៃទៅរកអាប៊ីណាដោយធ្វើសម្លេងជារំជួលចិត្តអាប៊ីណាឆាប់ត្រឡប់មកផ្ទះមកអេវ៉ាត្រូវគេលួចបាត់ហើយអាប៊ីណាសឹងតែសន្លប់ទាំងឈរពេលបានទទួលទូរស័ព្ទពីអូរ៉ាឡាអ្នកមើលថែថ្មីដែលនាងរំលែកប្រាក់ដែលនៅសល់បន្តិចបន្តួចឲ្យមើលថែអេវ៉ានៅពេលថ្ងៃដែលនាងទៅធ្វើការព្រោះបាមិនធ្វើការនោះនាងនិងអេវ៉ាច្បាស់ជាអត់ស្លាប់ដោយសារតែគ្មានប្រាក់តែក៏មិនស្មានថាមានរឿងបែបនេះកើតឡើងសោះអាប៊ីណាប្រុសម្នាក់នោះសង្ហាណាបើកឡានថ្លៃពណ៌សតែខ្ញុំមិនដឹងថាគេជាអ្នកណាទេឈ្មោះអីឬក៏ពេលដែលគេចូលមកក្នុងផ្ទះនឹងប្រាប់ថាយកអេវ៉ាទៅខ្ញុំរៀបរៀងអស់ពីសមត្ថភាពហើយតែខ្ញុំស៊ូកម្លាំងប្រុសម្នាក់នោះមិនបានខ្ញុំសុំទោសណាអាប៊ីណានេះជាពាក្យសារភាពទាំងទឹកភ្នែករបស់អូរ៉ាឡាពេលដែលនាងមកដល់ផ្ទះនៅពេលរសៀលម៉ោង3មនុស្សអាក្រក់មនុស្សថោកទាបចិត្តលោកធ្វើពីស្អីទៅខេរៀលនាងជាគេនៅមុខ Demon's Palace ដែលជាផ្ទះរបស់បុរសចិត្តខ្មៅម្នាក់នោះគេគ្មានផ្លូវដណ្ដើមយកអេវ៉ាពីនាងបាននោះទេអត់ទោះអ្នកនាងមករកអ្នកណាដែរនឹងសន្តិសុខមានជាក់សួរដោយទឹកមុខញញឹមអាប៊ីណាញញឹមទាំងដែរការពិតចង់លោឡាឲ្យភូមិគ្រឹះស្កឹមស្កៃនៅចំពោះមុខបាក់បែកណាស់ហេតុអីក៏គេហ៊ានប្លន់យកក្មួយស្រីរបស់នាងមនុស្សឈួតមនុស្សថោកទាបចាលោកខ្ញុំមករកលោកខេរៀលសន្តិសុខពីរនាក់មើលមុខគ្នាហើយក៏ងាកមកមើលនាងតាំងពីក្បាលដល់ចុងជើងព្រមទាំងនិយាយគ្នាអមដោយសម្លេងសើចដោយមិនបិទបាំងមករករឿងអីដែរទៅអាប៊ីណាផាំងគិតមិនចេញសោះឬថាជាស្រីរបស់លោកខេលសំដីត្រាយផ្លូវឲ្យដើររកសន្តិសុខម្នាក់ធ្វើឲ្យនាងញញឹមពព្រានិងអាតាមភ្លាមចាខ្ញុំជាស្រីរបស់លោកខេលសន្តិសុខមើលនាងម្ដងទៀតហាក់ដូចមិនចង់ជឿប្រហែលមកពីការតែងខ្លួនរបស់នាងដែលមិនសមជាស្រីរបស់បុរសម្នាក់នោះទេដឹងនាងក្រមុំគិតដោយអារម្មណ៍ឆេះឈួរគឺខ្ញុំធ្វើឲ្យទៅទឹកខោអាវទើបសុំខ្ចីឯសន្តានមេផ្ទះពាក់បែបនេះតែគ្មានបញ្ហាទេព្រោះពេលនៅជាមួយខេលខ្ញុំមិនបាច់ស្លៀកពាក់អ្វីនោះទេនាងក្រមុំខាំមាត់និយាយទាំងអាម៉ាស់តែបង្ខំចិត្តនិយាយឲ្យចប់ទើបសន្តិសុខទាំងពីរមើលមុខគ្នាដោយការពិចារណាហើយនិយាយម្ដងទៀតបើអញ្ចឹងចាំមួយផ្លែតខ្ញុំទៅរាយការណ៍លោក Kilson កុំអីបងប្រុសសង្ហានាងហាមប្រានភ្លាមសន្តិសុខងាកមកមើលដោយការងើយឆ្ងល់ហេតុអីទៅគឺថាខ្ញុំចង់សម្រេចលោក Kirill ណាបងប្រុសចាត់ទុកថាជួយខ្ញុំផងទៅខ្ញុំគ្មានពឹសគ្មានពលអ្វីនោះទេឃើញទេខ្លួនតូចតែមួយដែលមកនេះគឺគ្រាន់តែចង់មកប្រកល់សេចក្តីសុខឲ្យចៅហ្វាយរបស់ពួកបងតែប៉ុណ្ណោះហើយធានាថាខ្ញុំនឹងប្រាប់ពីទង្វើល្អរបស់ពួកបងឲ្យលោក Kirill ដឹងប្រកាសណាស់ថាពួកបងនឹងបាន bonus ច្រើនជាមិនខានមិនដឹងថានាងពូកែលបួងឬមកពីអាប្រុសឈ្គូត Kirill នោះណាត់ស្រីឲ្យមកប្រើតណ្ហានៅទីនេះញឹកញាប់
ទើបសន្តិសុខព្រមឲ្យនាងចូល Demon's Palace ស្រួលម្ល៉េះទូប្រាប់ខ្លួនឯងថាប្រុសម្នាក់នោះខ្ពស់ហួសឈោងដល់មិនអាចយកមកគ្រប់គ្រងបានតែបេះដូងមិនស្ដាប់បង្គាប់ក៏អត់ប្រច័ណ្ឌហួងហែងមិនបានសោះអាប៊ីណាដកដង្ហើមធំដោយការនឿយណាយនឹងខ្លួនឯងខណៈដែលដើរលបចូលភូមិគ្រឹះស្កឹមស្កៃហើយមិននឹងដឹងទៅថាប្រុសឈួតម្នាក់នោះយកអេវ៉ាទៅទុកនៅត្រង់ណានោះនាងក្រមុំរអ៊ូរទាំហើយក៏រត់ឡើងជណ្ដើរដោយគ្មាននរណាឃើញបន្ទាប់ពីដើរលបចូលមកក្នុងភូមិគ្រឹះបានមិនយូរប៉ុន្មាននាងក៏មកឈរមីងម៉ែនៅជាន់ទី2បន្ទប់មានច្រើនទាំងខាងឆ្វេងទាំងខាងស្ដាំដែលនាងមិនដឹងថាគួរតែទៅឆែកឆេរនៅបន្ទប់ណាមុននោះទេមិនក៏គេមានផ្ទះធំម្ល៉េះហើយថ្ងៃនេះខ្ញុំត្រូវឆែកគ្រប់បន្ទប់តើមែនទេទោះគ្មានកម្លាំងចិត្តយ៉ាងណាតែនាងមិនអាចថយក្រោយបានព្រោះអេវ៉ាត្រូវការនាងថ្មើរណាស់មិនដឹងថាយំនឹកនាងខ្លាំងយ៉ាងណាទៅដោះគោមិនដឹងថាបៅបានឬក៏អត់ពេលដល់គិតរឿងនេះទឹកភ្នែកក៏រលីងរលោងព្រោះបារម្ភពីក្មួយស្រីខ្លាំងមិញនឹងមិនព្រមចោះចាញ់នោះទេមិញនឹងស៊ូនាងដកដង្ហើមចូលឲ្យជ្រៅពេញសួនងាកឆ្វេងងាកស្ដាំដោយការពិចារណាហើយក៏សម្រេចចិត្តដើរទៅខាងស្ដាំនៃភូមិគ្រឹះដើរទៅជារឿយពេលដើរបានមួយសន្ទុះក៏ត្រូវស្លេកមុខញ័រខ្លួននិងរិះរកផ្លូវចេញពេលបានលឺសម្រាប់ជើងចូលមកជិតធ្វើមិនទៅយើងនាងសួរខ្លួនឯងនឹងងាកឆ្វេងងាកស្ដាំដោយកណ្ដុរជាប់អង្គប់មើលមិនឃើញផ្លូវចេញហើយក៏សម្រេចចិត្តបើកទ្វារបន្ទប់នៅចំពោះមុខចូលទៅភ្លាមមុនពេលម្ចាស់សម្រាប់ជើងនោះដើរមកឃើញហើយធូរទ្រង់អាប៊ីណាលើកដៃស្ទាបទ្រូងតែពេលដែលប្រុងបើកទ្វារបន្ទប់ដើម្បីចេញទៅវិញក៏ក្រឡេកទៅឃើញរូបថតអែបជួរជាប់នឹងជញ្ជាំងកុំប្រាប់ណាថាបន្ទប់នេះជារបរលោកខេរ៉ានាងឧទានតិចនៅដើមកមិនចង់ជឿទេថាចៃដន្យយ៉ាងនេះនាងកិច្ចពីម្ចាស់សម្រាប់ជើងដែលកំពុងតដើរមកជិតចូលមកក្នុងបន្ទប់របស់ខេរ៉ានេះបានគេហៅថាកិច្ចពីក្រពើមកជួបខ្លាមែនអូហូព្រះជាម្ចាស់អើយហេតុអីក៏ជួនយ៉ាងនេះនាងក្រមុំភ្ញាក់ផ្អើលមែនទែនប៉ុន្តែវាក៏កើតឡើងបានត្រឹមតែមួយផ្លែតប៉ុណ្ណោះព្រោះថាបន្ទាប់ពីនោះក៏ត្រូវការគំនុំចូលមកគ្រប់គ្រងវិញនាងខំថ្មីងសម្លឹងមើលទៅជុំវិញខ្លួនតែក៏មិនឃើញបុគ្គលដែលចង់ជួបតែពេលគិតថាដើរចេញនោះបែរជាបានឮសំឡេងទឹកស្រក់អាប៊ីណាទុកដំណើរភ្លាមហើយងាកទៅមើលទ្វារមួយដែលជឿថានោះគឺជាបន្ទប់ទឹកដោយខ្សែភ្នែកឆាបឆេះដោយភ្លើងកំហឹងយ៉ាងណាក៏រីខិលត្រូវតែប៉ះបើឲ្យគិតឃើញដូច្នេះហើយទោសៈក៏រត់ចូលមកពេញបេះដូងស្មារតីការពិចារណាលែងមាននៅក្នុងខួរក្បាលហើយពេលដើរទៅឈរនៅមុខបន្ទប់នោះសំឡេងទឹកស្រក់នៅទៅលើសូរអញ្ចឹងហើយប្រុសឈួតច្បាស់ជានៅក្នុងនោះដោយមិនបាច់សង្ស័យមិនដឹងថាមកពីកំហឹងឬអ្វីឲ្យប្រកាសទេដែលធ្វើឲ្យអាបេណាច្រានទ្វារបន្ទប់ទឹកបែកហើយដើរចូលទៅខាងក្នុងនោះបន្ទប់កញ្ចក់មិនអាចជួយបិទបាំងរូបភាពនៅក្នុងនោះពីភ្នែករបស់នាងបានបរោះមាសធំនៅក្នុងនោះហើយវិនាទីបន្ទាប់គេក៏ដើរចេញមកនាងក្រមុំស្រែកភ្លាត់មាត់មុខឡើងក្តៅនិងគិតថាប្រហែលក្រហមព្រោះខ្លួនប្រាណនៅនគរមានដំណក់ទឹកតោងទៀមរបស់ខេរីដែលនាងជឿថាគេក៏ភ្ញាក់ផ្អើលដែលបានឃើញនាងប៉ុន្តែទោះភ្ញាក់ផ្អើលយ៉ាងណាក៏នៅតែឈរជំទែងសម្លឹងមុខនាងមិនដាក់ភ្នែកដោយមិនចេះខ្មាស់ដល់ថ្នាក់នាងចង់ប្រគល់ពានរង្វាន់ប្រុសគ្មានកេរខ្មាស់ឲ្យទៅគេណានាងចូលមកដោយរបៀបណាទៅសំឡេងរបស់គេរៀបស្មើតែអ្នកស្រាប់ដឹងច្បាស់ថាគេកំពុងតែខឹងខ្លាំងប៉ុណ្ណានោះនាងនិយាយមិនចេញនិងគិតតែសម្លឹងមើលរាងកាយមាំមួនរបស់គេឲ្យខ្សែភ្នែកចង់ដឹងចង់ឃើញមើលឃើញគ្រប់យ៉ាងហាក់ដូចជារាងកាយនេះជាអច្ឆរិយវត្ថុទី8នៃពិភពលោកអាប៊ីណានៅតែនិយាយបញ្ចេញទៀតខ្សែភ្នែកក៏គិតតែសម្លឹងគេមិនព្រិចដដែលខេរ៉េលដកដង្ហើមធំ
ដោយការមូម៉ៅមិនចង់ជឿទេថាខ្សែភ្នែករបស់ស្រីពេស្យាដែលសម្លឹងមើលគេនេះធ្វើឲ្យគេមានអារម្មណ៍ក្តៅភីភីបែបនេះភាពមហិមាក៏រឹតបន្តិចម្ដងមិនយូរប៉ុន្មាននោះវាក៏បំប៉ោងមៀតពេញរូបរាងតែម្ដងអ្នកដែលសម្លឹងមើលដោយមិនព្រមដកខ្សែភ្នែកចេញទៅណានោះក៏អ៊ូទៀនហាក់ដូចទើបតែឃើញតែសម្លេងរបស់នេះក៏មានឥទ្ធិពលខ្លាំងចំពោះគេណាស់គេរេប្រាប់ខ្លួនឯងថាស្រីម្នាក់នេះជារបស់ស្មោកគ្រោហាមប៉ះពាល់ជាដាច់ខាតតែមើលចុះរាងកាយរបស់គេមិនព្រមស្ដាប់បង្គាប់សោះវាត្រូវការឈួតមែនអ្នកកំឡោះឈោងកញ្ឆក់យកកន្សែងពោះគោមករុំចង្កេះតែពេលនោះក៏បានឮសំឡេងលេបទឹកមាត់ក្អឺរបស់អាប៊ីណាភ្លាមពេស្យាពាក្យជេរនិងភាពនរកោដែលត្រូវបិទបាំងរបស់គេធ្វើឲ្យអ្នកដែលត្រូវជេរភ្ញាក់ស្មារតីភ្លាមនាងអាម៉ាស់ក្តៅមុខភីភីថ្ពាល់ឡើងក្រហមហើយពេលដែលងើយមុខប្រសពនឹងកៅភ្នែករឿងកំព្រឹសក៏កាន់តែចង់ជ្រែកដីដើម្បីគេចពីការអាម៉ាស់នោះគេនិយាយបញ្ជូបង្សោកនេះខណៈដែលដើរកាត់មុខនេះមកឈរនៅកណ្ដាលបន្ទប់ដីអាប៊ីណាម្នីដើរតាមដោយជើងញ័រទៅត្រឹកពេលនេះនាងដឹងថាខ្លួនឯងផ្លត់ស្នៀតមែនទែនមិនគួរណាមិនគួរចូលទៅក្នុងបន្ទប់ទឹកគួរតែរងចាំឲ្យគេចេញមកសិនមើលចុះរូបភាពដង្កូវយក្សរបស់គេនៅតែដិតដាមជាប់ភ្នែកមិនព្រមរលប់ចំជាឈួតមែនឆ្លើយសំណួរខ្ញុំសិនមកថានាងចូលមកដោយរបៀបណាទៅខេរ៉ែលមិនរងចាំឲ្យនាងពង្រឹងស្មារតីបានស្រួលបួលក៏ព្រោះពាក្យក្តៅកគុកដែរទើបនាងខាំមាត់ព្យាយាមធ្វើចិត្តឲ្យរឹងមាំដើម្បីឆ្លើយខ្ញុំមិនចាំបាច់រៀបរាប់ឲ្យលោកស្ដាប់នោះទេដឹងត្រឹមថាខ្ញុំត្រូវការឲ្យលោកប្រកល់អេវ៉ាឲ្យខ្ញុំវិញមកខេរ៉ែលពេកមាត់ដាក់នឹងមើលមនុស្សស្រីដែលឈរនៅចំពោះមុខដោយការខ្ពើមប្រអើមណាស់ម្ដាយពេស្យាដូចជានាងនេះគ្មានផ្លូវអាចមើលថែកូនបាននោះទេខ្ញុំមិនត្រូវការឲ្យក្មេងយកម្ដាយពេស្យាដូចជានាងធ្វើជាគំរូចឹងហើយនាងក៏គ្មានសិទ្ធិចំពោះអេវ៉ានោះទេចេញទៅវិញទៅអ្នកដែលត្រូវជេរក្តាប់ដៃយ៉ាងណាសម្លឹងមុខគេដោយកំហឹងខ្ញុំជាមនុស្សបែបណាក៏ស្រេចតែខ្ញុំទៅតែខ្ញុំត្រូវការយកអេវ៉ាទៅវិញក៏យល់សពទៅចាប់ពីពេលនេះទៅគ្មានថ្ងៃដែលនាងបានជួបអេវ៉ាទៀតនោះទេត្រឡប់ទៅនៅក្នុងអន្លង់ចាស់របស់នាងវិញទៅមិនបាច់មកធ្វើពុតជាបារម្ភពីកូនស្រីទៀតនោះទេព្រោះថាខ្ញុំម្ចាស់បន្ទប់សម្លឹងមុខនេះដោយទឹកមុខអ្នកឈ្នះនឹងមើលថែអេវ៉ាចាប់តាំងពីពេលនេះទៅមិនបាននាងស្រែកកំហកខ្លាំងទាំងទឹកភ្នែកខ្ញុំមិនព្រមឲ្យអេវ៉ាមកខ្ញុំវិញមកឲ្យនាងមកខ្ញុំវិញមកអ្នកកំឡោះអស់សំណើចនឹងទះដៃសរសើរនេះខ្ញុំចង់ឲ្យនាងធ្វើជាអ្នកសម្ដែងដល់ហើយព្រោះសម្ដែងតួម្ដាយស្រឡាញ់កូនបានសមឥតខ្ចោះណាពេលនិយាយដុនដាន់ដាក់នាងចាំខេរ៉ែលក៏ដើរសម្ដៅតុក្បាលក្រេបើកថតតុយករបស់ហើយក៏ដើរមកឈរទល់មុខមនុស្សស្រីដែលឈរយំទឹកភ្នែកហូររហាមនេះខ្ញុំឲ្យយកទៅបំពេញតួលេខដែលខ្លួនឯងទៅត្រូវការប៉ុន្មានក៏តាមចិត្តមនុស្សចិត្តខ្មៅបោះសែកលើមុខរបស់នាងហើយក៏ថយក្រោយពីជំហាននិងសម្លឹងមុខដោយការប្រមាថណាស់រើវាទៅហើយឆាប់ចេញទៅភ្លាមទៅខ្ញុំឆ្អើមនាងពេញបន្ទុកហើយណាអាប៊ីណាលើកដៃជូតទៅភ្នែកតតែស្ងួតហើយក៏អោនរើសសែកមកក្តាប់នាងសម្លឹងមុខគេខណៈនោះគេក៏សម្លក់នាងថ្មខ្ញុំមិនយកលុយរបស់លោកនោះទេនាងនិយាយហើយក៏ហែកសែកឲ្យខ្ទេចបណ្ដាយកកំទេចក្រដាស់នោះទៅគប់មុខគេលុយរបស់ប្រុសចិត្តខ្មៅដូចជាលោកនេះតែខ្ញុំនឹងអេវ៉ាមិនបាននោះទេយកទៅវិញទៅខេរ៉ែលខ
ខាំធ្គាមណែនកៅភ្នែកពណ៌បៃតងបដូរទៅជាពណ៌ភ្លើងភ្លាមកុំមកធ្វើពុតជាមិនចង់បានលុយនោះហើយកុំមកប្រាប់ថាខ្ពើមលុយរបស់ខ្ញុំអត់សោះនាងឆ្លុះវង្វេងនឹងក្លិនលុយរបស់លុយសឹងស្លាប់កុំស្មានណាថាខ្ញុំមិនដឹងនឹងកុំគិតថាខ្ញុំតាមវិជាស្រីបេសជាដូចជានាងមិនតាន់នោះចង់ឲ្យខ្ញុំអស់ឡើងក្រេដល់ត្រូវរកវិធីឡើងមករកខ្ញុំដល់បន្ទប់ដេកតែក៏សោកស្ដាយផងទោះខ្ញុំចូលចិត្តរឿងនៅលើក្រេជាមួយមនុស្សស្រីដូចជាការញ៉ាំបាយតែខ្ញុំក៏ស៊ីរើសមិនឡើងក្រេជាមួយស្រីថោកទាបជាស្រីខូចដូចជានាងអាលីនកាប្រោះមាត់កន្តៃខ្ញុំអាប៊ីណាមិនមែនអាលីនកានោះទេនាងក្រមុំស្រែកខ្លាំងដល់រាងកាយញ័រទៅត្រឹងព្រោះទោសៈនឹងស្ពឹកមុខនិងសម្ដីអសរោះរបស់គេចង់ឈ្មោះស្អីក៏ឈ្មោះទៅតែក៏ចេញពីផ្ទះរបស់ខ្ញុំភ្លាមអាប៊ីណាឈឺចាប់ស្ទើរក្អួតឈាមតែក៏ត្រូវប្រឹងអត់ធ្មត់ខ្ញុំច្បាស់ជាទៅតែខ្ញុំត្រូវនាំអេវ៉ាទៅជាមួយសោកស្ដាយផងអាលីនកាអូអាប៊ីណាអេវ៉ាត្រូវទៅនៅជាមួយនឹងខ្ញុំជារៀងរហូតទៅហើយនាងអស់ឱកាសបានឃើញក្មេងស្រីម្នាក់នេះទៀតហើយគេញញឹមចំអកនោះហើយដែលធ្វើឲ្យការអត់ធ្មត់របស់អ្នកដែលត្រូវចំអកដល់ទីបញ្ចប់នាងស្ទុះទៅរកគេដូចជាមនុស្សឈួតតែព្រោះខីរ៉ែលកិច្ចតន់ទើបធ្វើឲ្យនាងដួលខ្ពស់ទាស់ត្រង់ថាដៃចង្រៃរវាសណាស់ស្រវាចាប់កន្សែងពោះគោដែលរុំជុំវិញចង្កេះរឹងមាំមកជាមួយផងដែរនាងគិតដោយបេះដូងលូតដុកដាក់មុខក្រហមងែដោយការអាម៉ាស់រកអ្វីព្រៀបពុំបាននៅក្នុងជីវិតនេះខេរ៉ែលជេរដោយកំហឹងនិងកញ្ឆក់យកកន្សែងពូគោពីដៃរបស់នាងមករុំចង្កេះម្ដងទៀតបន្ទាប់មកក៏ឈានថយក្រោយព្រោះខ្លាចទៅត្រូវនាងទាញម្ដងទៀតអ្នកកំឡោះស្រែកកំហោព្យាយាមអស់ពីសមត្ថភាពដើម្បីពន្លត់ភ្លើងប្រាថ្នាដែលកំពុងតែឆាបឆេះនៅក្នុងខ្លួនវិធីនេះគ្មានផលចំពោះមនុស្សប្រុសដែលដេញជើងស្រីថោកទាបដូចជានាងតននោះទេអាប៊ីណាពាក្យជេររបស់គេធ្វើនាងក្រមុំភ្ញាក់ស្មារតីទើបខាំមាត់ងើបឈរជាដោយការអាម៉ាស់នៅតែរត់ឲ្យរសឹកនៅក្នុងរាងកាយខ្ញុំគ្មានចេតនាឈប់បបោចហើយក៏ចេញទៅអាប៊ីណាត្រូវចាប់អូសចេញពីបន្ទប់ដោយគ្មានក្តីមេត្តាសោះហើយមិនយូរប៉ុន្មានសន្តិសុខមៀតជាទាំងពីរនាក់ក៏រត់ស្រូចូលមកឈរនៅមិនឆ្ងាយពីអ្នកដែលដេកស្ប៉ាបនៅលើដីអូស្រីម្នាក់នេះទៅបោះនៅក្រៅរបងផ្ទះហើយកុំឲ្យចូលមកទៀតមិនអញ្ចឹងនោះពួកឯងនឹងត្រូវបណ្ដេញចេញមិនខាននោះទេអូបាទលោកខៀលសន្តិសុខទទួលបញ្ជាដោយទឹកមុខស្លេកស្លាំងហើយក៏ស្ទុះមកចាប់អាប៊ីណាតាមបញ្ជានោះនាងរើបំរាស់ប្រឹងក្រាយអស់ពីសមត្ថភាពតែមិនអាចស៊ូនឹងកម្លាំងរបស់បរិះមេធ្យៈទាំងពីរនាក់បានលោកធ្វើបែបនេះដាច់ខ្ញុំមិនបាននោះទេខ្ញុំត្រូវការអេវ៉ាឲ្យអេវ៉ាមកខ្ញុំវិញមកមនុស្សឈួតត្រូវយកអេវ៉ាមកឲ្យខ្ញុំវិញមកខ្ញុំមិនព្រមឆាបអូសចេញទៅខ្ញុំមិនចង់ឃើញមុខស្រីម្នាក់នេះទៀតនោះទេកុំធ្វើបែបនេះដាក់ខ្ញុំកុំអីទូក្រាញ់ននាលយ៉ាងណានោះក៏នៅតែត្រូវចាប់បោះចេញទៅខាងក្រៅរបងផ្ទះដដែលបានត្រឹមតែឈរមើលសន្តិសុខទាំងពីរនាក់ដោយទឹកភ្នែកហូររហាមជាការសុំក្តីមេត្តាបងប្រុសឲ្យខ្ញុំចូលទៅខ្ញុំគ្រាន់តែត្រូវការជប់អេវ៉ាតែចង្វាយរបស់ពួកបងដណ្ដើមយកអេវ៉ាពីខ្ញុំណាឲ្យខ្ញុំចូលទៅនាងអង្វរកតែក៏មិនបានទទួលក្តីមេត្តាសោះអាណិតវាចេះតែអាណិតហើយណាតែជួយមិនបានពិតមែនអំបញ្ញមិញលោកខេលមិនចាត់ការពួកខ្ញុំក៏ចាត់ទុកថាបនពេកទៅហើយសរុបទៅនាងត្រឡប់ទៅវិញសិនទៅនៅត្រង់នេះគ្មានប្រយោជន៍នោះដែរតែខ្ញុំចង់ជួបអេវ៉ាគ្មានអ្នកណាចាប់អារម្មណ៍នាងទៀតទ្វាររបងធំត្រូវបិទជិតឈឹងស្របពេលដែរបេះដូងរបស់នាងត្រូវជន់កំទេចរាងកាយក៏ដួលខ្ពស់ទៅលើដីគួរឲ្យអាណោចអាធន់ទឹកភ្នែកនៃការឈឺចាប់ក៏ហូរដាបថ្ពាល់ថ្មនេះអេវ៉ាឃ្លានបៅហើយឬនៅថ្មនេះយំរកនាងឬក៏អត់ទេ
តាមមានអ្នកណាបីដាលេងពេលយំងងក់ឬក៏អត់នោះទេអាប៊ីណាគិតនេះគិតនោះដោយការព្រួយបារម្ភណាស់ការឈឺចាប់ការដង្ហៃរកជ្រាបចូលបេះដូងដោយគ្មានក្តីមេត្តានាងនឹកអេវ៉ានឹកក្មួយស្រីមែនតើត្រូវធ្វើយ៉ាងណានាងត្រូវធ្វើយ៉ាងណាទៅទើបអាចជួបអេវ៉ាតើធ្វើយ៉ាងណាទៅនាងសួរខ្លួនឯងម្ដងហើយម្ដងទៀតក៏នៅតែគ្មានចម្លើយដដែលនោះពេលមិនអាចចូលទៅរក Kirill នៅ Demon's Palace បាននោះអាប៊ីណាក៏រៀបរកវិធីថ្មីដើម្បីតស៊ូនឹងបរិះកំណាចម្នាក់នោះហើយវិធីដែលគិតឃើញនោះគឺនឹងដើរខាងក្រោយកាត់សន្តិសុខរបស់ក្រុមហ៊ុនយានយន្តធំបំផុតនៅរុស្ស៊ីចូលទៅក្នុងអគារបានយ៉ាងស្រួលទូខ្មាស់ខ្លាំងនឹងការតែងខ្លួនបង្ហាញសាច់បង្ហាញឈាមដែលហួសហេតុគ្រប់ពេលវេលាតែដើម្បីយកអេវ៉ាមកវិញនាងនឹងធ្វើគ្រប់យ៉ាងសូម្បីតែការតែងខ្លួនដោយរ៉ូបរឹបព្រៀងពណ៌ក្រហមភ្លើងបង្ហាញសាច់បង្ហាញឈាមបែបនេះក៏ដោយចុះអាប៊ីណាលាក់ការខ្មាស់អៀននៅក្នុងទ្រូងពេលខ្សែភ្នែករបស់មនុស្សប្រុសគ្រប់គ្នាដែលមើលមកនោះហាក់ដូចចង់លាបត្របាក់នេះចូលពោះយ៉ាងចឹងខណៈដែលខ្សែភ្នែករបស់មនុស្សស្រីមើលមកដោយចិត្តច្រណែនឬស្យានាងមិនធ្លាប់ដឹងទេថាខ្លួនឯងមានរូបរាងបែបណាទាល់តែម្ចាស់ហាងដែលឲ្យជួលឈុតប្រាប់នោះឯងទើបនាងដឹងសំឡេងបុរសម្នាក់ស្រែកប្រាប់គ្នាគេបន្លឺពេលដើរកាត់ប៉ុន្តែនាងប្រាប់ខ្លួនឯងកុំទៅយកចិត្តទុកដាក់ហើយដើរទៅចូលញញឹមស្រស់ដាក់បុគ្គលិកផ្នែកទទួលភ្ញៀវសួស្តីអ្នកនាងមានការអ្វីដែរសំឡេងរបស់បុគ្គលិកផ្នែកទទួលភ្ញៀវរៀងរឹងបន្តិចតួមុខមាត់មានស្នាមញញឹមក៏ដោយទើបអាប៊ីណាទាញមាត់ដែលលាបដោយលីបស្ទិកពណ៌ក្រហមស្រស់មិនចាញ់ពណ៌រ៉ូបនៅលើដងខ្លួនឲ្យចេញជាស្នាមញញឹមកៅភ្នែកមុខខ្លំដែលគូស eyeliner ស្អាតក៏មើលឆ្វេងមើលស្ដាំឲ្យសមនឹងចរិតស្រីមានមារយាទខ្ញុំរកលោក Kirill គ្រប់គ្នាដែលបានឮពីគោលបំណងរបស់នាងទៅជាចំហមាត់ធ្លុងបន្ទាប់មកបុគ្គលិកផ្នែកទទួលភ្ញៀវក៏សួរម្ដងទៀតមានណាត់ឬក៏អត់ប្រកាសណាស់ត្រូវតែមានការណាត់ហើយអ្នកនាងឈ្មោះអីដែរនាងខ្ញុំនឹងបានឆែកពេលវេលាចូលជួបលោកប្រធានឲ្យនាងក្រមុំញញឹមតាមអ្វីដែលបានវឹកហាត់ហើយក៏ឆ្លើយឡើងសូហ្វីមកពីបនស្រីដែលទំនើបបំផុតនៅមូស្គូនេះហើយខ្ញុំក៏ជឿជាក់ថាអ្នកទាំងអស់គ្នាស្គាល់ថាបននោះឈ្មោះអ្វីហើយអញ្ចឹងអ្នកនាងជាប្រកាសហើយខ្ញុំជាបនដែលការប្រយុទ្ធមិញចៅហ្វាយរបស់អ្នកទាំងអស់គ្នានាំទៅបំបៅនៅលើគ្រែហើយនឹងបានទទួលបញ្ជាថាឲ្យមករកនៅកន្លែងធ្វើការនៅថ្ងៃនេះចាំមិនដែរខ្ញុំអាចឡើងទៅរកលោក Kirill ជាទីស្រឡាញ់បានហើយនៅអាប៊ីណាញញឹមញញែព្រោះគិតថាខ្លួនឯងនឹងឈ្នះ 100% យ៉ាងណាក៏ថ្ងៃនេះនាងអាចឡើងទៅក្រឡុកក្រឆា Kirill នៅបន្ទប់ធ្វើការឲ្យបានប៉ុន្តែពន្លឺនៃក្តីសង្ឃឹមត្រូវរលត់ពេលសម្លេងរឹងកំព្រឹសបន្លឺឡើងនៅពីក្រោយខ្នងធ្វើនាងញ័រខ្លួននិងងាកយឺតទៅមើលភ្លាមនាងឧទានដោយទឹកមុខស្រេកស្លាំងខណៈដែលបុគ្គលិកទាំងអស់បំបែកវងទៅធ្វើការតាមតួនាទីជាបន្តនោះប្រហើនដែលមកអុកឡុកដល់ទីនេះផងឬ Kirill ដែលសង្ហាខ្លាំងក្នុងឈុតក្រោសេអ្នកជំនួយដើរតម្រង់មករនាងហើយប្រកាសណាស់ថាអ្នកដែលរវល់តែភ្លឹកមើលគេនោះដោយការភ្ញាក់ផ្អើលនិងសរសើរមិនអាចត្រៀមខ្លួនទាន់ត្រូវចាប់ដាំដៃទាំងពីរដោយដៃហាក់ដូចជាបង្កាប់ដៃនិងសង្កត់ម្រាមដៃខ្លាំងធ្វើឲ្យស្បែកសខ្ចីរបស់នាងចុះស្រីពេស្យាដូចជានាងនេះឈឺជាងនេះទើបត្រូវពេលនិយាយហើយ Kirill ក៏ច្រាននាងចេញដោយការខ្ពើមរអើបឲ្យដួលអកូតមួយទំហឹងជារ៉ូបដែលខ្លីស្រាប់តែហើយក៏បង្ខើចឡើងទៅលើទើបនាងប្រញាប់សង្គ្រប់វាចេញឲ្យផុតពីមុខខ្ញុំទៅលោកគ្មានសិទ្ធិធ្វើបែបនេះដាក់ខ្ញុំនោះទេអ្នកកំឡោះញញឹមមើលមនុស្សស្រីដែលតែងខ្លួនសិចស៊ី
ដោយខ្សែភ្នែកខ្មៅងងឹតព្រោះនាងស្រឡាយស្រឡូនស្អាតគ្មានអ្វីឲ្យទាស់តែគុំសង្ឃឹមថាឈ្មោះរបស់គេបានទៅនៅក្នុងបញ្ជីឈ្មោះប្រុសល្ងងអស់ទាំងនោះព្រោះវាគ្មានផ្លូវជាដាច់ខាត Kirill ខំថ្មីងគ្រឺតងាកមុខចេញពីស្រីសេកស៊ីនៅចំពោះមុខនាងគ្មានថ្ងៃយកឲ្យបានមិនថាប្រើវិធីណាស៊ូនឹងខ្ញុំក៏ដោយចុះគេដោះអាវក្រសេពីដងខ្លួនបោះទៅលើខ្លួននាងអាប៊ីណាចង់បោះទៅវិញណាតែសំឡេងរឿងកំព្រឹសរបស់គេធ្វើឲ្យនាងត្រូវក្តាប់អាវសាច់ទន់ល្មើយនោះដែលអប់ដោយក្លិនខ្លួនរបស់គេចុះបើមិនចង់បានប្តីម្ដង100នេះពាក់ទៅចាត់ទុកថាខ្ញុំមេត្តាទៅចុះមនុស្សមានមេត្តាក៏និយាយចប់ហើយដើរចេញទៅដោយដំណើរយ៉ាងស្វាហាប់ខណៈដែលអាប៊ីណាសំកុកនៅជាមួយកាអាម៉ាស់ហើយមិនយូរប៉ុន្មានសន្តិសុខក៏រត់ស្រូចូលមករកសូមអញ្ជើញចេញពីទីនេះណានាងកុំប៉ះពាល់ខ្លួនខ្ញុំដើរខ្លួនឯងបាននាងក្រមុំខាំមាត់ប្រងើបឈរដោយចាប់អាវក្រូសេរបស់ Kirill ដែលពេលនេះពាក់នៅលើដងខ្លួនរបស់ខ្លួនចុះបានចឹងសូមអញ្ជើញចេញពីទីនេះអាប៊ីណាខាំមាត់តទៅចេញឈាមឈឺចិត្តអស់សង្ឃឹមនៅអាម៉ាស់តែមិនអាចធ្វើអ្វីមនុស្សប្រុសឈ្មោះ Kirill បាននាងចាញ់ជានិច្ចពេលចង់តតាំងនឹងប្រុសម្នាក់នោះតែគុំសង្ឃឹមថានឹងព្រមចាញ់នោះគ្មានផ្លូវព្រមចាញ់ជាដាច់ខាតយ៉ាងណាក៏នាងត្រូវតែធ្វើឲ្យគេប្រគល់អីវ៉ាឲ្យនាងវិញឲ្យទាល់តែបាននាងគិតដោយការឈឺចាប់ខណៈដែលដើរតាមសន្តិសុខចេញពីក្រុមហ៊ុនធំរបស់ Kirill ដោយគ្មានជំរឿសោះខណៈដែលអាប៊ីណាដើរធ្លាក់ស្មាសម្យ៉ាងចេញទៅនោះខ្សែភ្នែករបស់អ្នកដែលមានអំណាចធំបំផុតនៃអគារនេះក៏សម្លឹងមើលមកពីជាន់លើបំផុតមិនគួរជឿសោះថានាងសម្ដែងបានសមបែបនេះនោះទេអាប៊ីណា Kirill តាមសម្លឹងមើលដោយការប្រមាថមើលងាយហើយក៏បែរខ្លួនដើរទៅដាក់អង្គុយនៅលើកៅអីស្បែកក្រោយតុធ្វើការឈើរបស់ខ្លួនឯងមិនយូរប៉ុន្មានក៏ដកដង្ហើមធំការពិតស្រីម្នាក់នោះគួរតែសប្បាយចិត្តដែលបានប្រាក់ពីគេមិនបាច់មករញ៉េរញ៉ៃនឹងការចិញ្ចឹមបីបាច់កូនស្រីអ្នកនេះតែហេតុអីបានជានាងបង្ហាញអាកប្បកិរិយាដូចជាមេឆ្កែកាងកូនខ្ចីបែបនេះបើវាជាការសម្ដែងអញ្ចឹងនាងសម្ដែងបានយ៉ាងល្អណាស់សមនឹងទទួលរង្វាន់តុក្កតាមាស